សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះក្រោយពីមេឃភ្លៀងមួយមេទៅតាំងពីព្រឹកមករហូតដល់ល្ងាចម៉ោង4នេះមេឃចាប់ផ្ដើមឆ្លាស់មេឃឆ្លាស់ល្អស្អាតទៅយើងមើលឃើញភ្នំច្បាស់ហើយភ្នំនេះអ្នកនៅខាងស្វាយរៀងគេហៅថាភ្នំជើងអណ្ដែងប៉ុន្តែបងប្អូននៅខាងកម្ពុជាក្រោមដែលនៅជាប់នឹងឬក៏នៅក្បែរនឹងភ្នំហ្នឹងគេហៅថាភ្នំយីម៉ៅតាគ្រីដែលយើងតែងតែស្គាល់លោកយាយម៉ៅហ្នឹងតាមរយៈបារមីរបស់លោកយាយនៅពេជ្រនិលឬក៏បទចម្រៀងរបស់លោកពូណយវណេតជើងភ្នំពេជ្រនិលអីមានរៀបរាប់ឈ្មោះលោកយាយនៅក្នុងនឹងដែរហើយសូមបញ្ជាក់ថាបច្ចុប្បន្ននេះភ្នំនេះគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់វៀតណាមទៅហើយភ្នំហ្នឹងគឺស្ថិតនៅក្នុងខេត្តតៃninhនៃប្រទេសវៀតណាមតែអតីតកាលគឺស្ថិតនៅក្នុងខេត្តរោងដំរីកម្ពុជាក្រោមរបស់ខ្មែរយើងហើយឥឡូវនេះភ្នំយើងមើលឃើញទៅវាស្អាតភ្នំមើលឃើញច្បាស់ហើយគួរឲ្យស្ដាយទឹកដីរបស់កម្ពុជាក្រោមហើយមើលពីខាងស្វាយរៀងហើយខ្ញុំថតពីខាងស្រុកចន្ទ្រាទៅពីសង្កាត់ពីឃុំព្រៃកគីស្រុកចន្ទ្រាគៀកនឹងក្រុងប្រវត្តិដែរយើងមើលឃើញទៅច្បាស់ហើយភ្នំនេះដូចជានៅខាងព្រៃវែងក៏មើលឃើញតាមបណ្ដាស្រុកមួយចំនួនហើយនៅខាងត្បូងឃ្មុំពងចាមដូចមើលឃើញតែត្បូងឃ្មុំមើលឃើញខ្ញុំមិនដឹងច្បាស់នៅខាងត្បូងឃ្មុំហើយយើងគួរស្ដាយទឹកដីរបស់កម្ពុជាក្រោមហើយយើងមើលទៅឃើញភ្នំអញ្ចឹងគឺមើលទៅដូចចិត្តមែនតើមើលខ្ញុំថតមើលឃើញច្បាស់បងណាភ្នំហើយមូលហេតុដែលគេហៅថាភ្នំបងប្អូននៅកម្ពុជាក្រោមគេហៅថាភ្នំយីម៉ៅហ្នឹងគឺដោយសារស្រុកកំណើតរបស់យីម៉ៅតាគ្រីហ្នឹងគឺគាត់មានស្រុកកំណើតនៅជាប់ជើងភ្នំហ្នឹងអរគុណច្រើនបងប្អូនទាំងអស់គ្នាវីដេអូមានប៉ុណ្ណេះ